បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះជួបជាមួយខ្ញុំបាទសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំមកធ្វើការបង្ហាញពុកម៉ែបងប្អូនអរគ្នាបាទរបៀបដោះ Facebook យើងជាប់លឿង profile Facebook page ដែលជាប់ HASUS ណាអញ្ចឹងដើម្បីធ្វើការដោះជាប់លឿងនឹងបានយើងចូលទៅកាន់ Facebook យើងមកបងប្អូនអរគ្នាបាទតមកយើងចូលកន្លែងត្រេ3បាទបន្តមកទៀតពុកម៉ែបងប្អូនចូលកន្លែង profile យើងមកបាទបន្តមកទៀតយើងចូលកន្លែងនេះ personal dashboard ហ្នឹងបាទហើយយើងឃើញកន្លែង profile របស់យើងនេះបងប្អូនអរគ្នាឃើញ profile របស់យើងជាប់លឿងហើយអញ្ចឹងគេដាក់ថា profile Hasam Esu អញ្ចឹងអាហ្នឹងយើងខុសគោលការណ៍យើងផុសវីដេអូខុសគោលការណ៍ខុសអីទៅជាប់ពមៀនពីខាងក្រុមហ៊ុនហើយអញ្ចឹងដើម្បីធ្វើការដោះបងប្អូនអរគ្នាយើងចូលទៅ review លើហ្នឹងសិនមកហើយចុចលើហ្នឹងមកបាទមកដល់កន្លែងនេះបងប្អូនត្រូវ screenshot បាទយើង screenshot អាហ្នឹងមួយដើម្បីយើងទុកដាក់ស្នើទៅខាងក្រុមហ៊ុនណាចាំបងប្អូន screenshot កន្លែងហ្នឹងមួយមក screenshot លើទូរស័ព្ទដោយសារខ្ញុំ screenshot ហើយខ្ញុំអត់ screenshot ទេអញ្ចឹងខ្ញុំធ្វើការចុចថយធ្វើក្រោយវិញមកបាទបន្ទាប់មកបងប្អូនទាំងគ្នាចូលកន្លែងចុច3ត្រេ3ដើម្បីយើងទៅកន្លែងស្នើបាទបន្ទាប់មកបងប្អូនយកខាងលើគេនេះគេដាក់ថា help and support បាទនេះមកដល់កន្លែងនេះបងប្អូនចូលកន្លែងនេះទី3ដាក់ report a problem ហ្នឹងហើយយើងចូលកន្លែងហ្នឹងមកបាទមកដល់កន្លែងនេះបងប្អូនទាំងគ្នាយកខាងក្រោមគេនេះគេដាក់ថា continue to report យ៉ាច្រឡំមិញចេញមកក្រៅចូលសារថ្មីនេះមកដល់កន្លែងនេះបងប្អូនចូលខាងក្រោមគេហ្នឹងបន្ទាប់មកបងប្អូនយកលើគេនេះគេដាក់ថា include អញ្ចឹងយើងចុចលើហ្នឹងមកតទៅទៀតបងប្អូនអស់ចំក្រោមមើលកន្លែងនេះគេដាក់ថា profile អញ្ចឹងយើងចុចលើហ្នឹងមកបាទមកដល់កន្លែងនេះយើងត្រូវបំពេញអក្សរដើម្បីសរសេរដើម្បីស្នើទៅខាងក្រុមហ៊ុនណាអញ្ចឹងខ្ញុំបានសរសេររួចហើយខ្ញុំធ្វើការ copy paste យកមកកុំឲ្យយូរបាទនេះបងប្អូនគ្នាខ្ញុំបានធ្វើការសរសេររួចហើយអញ្ចឹងខ្ញុំផាសហ្មងទៅលឿនហើយកន្លែង profile link នេះកន្លែង profile link Facebook របស់យើងបងប្អូនគ្នាបងប្អូនគ្នាចូលកន្លែង profile របស់យើងហ្នឹងចុចកន្លែងត្រេ3មកហើយយើងអស់ចុះក្រោមដើម្បី copy link Facebook របស់យើងអញ្ចឹងដោយសារខ្ញុំ copy ហើយខ្ញុំយកមកផ្ញើទុកនៅក្នុង Telegram អញ្ចឹងឥឡូវខ្ញុំធ្វើការ copy ដើម្បីទៅដាក់បាទ copy paste ចូលមកអាហ្នឹងខាងលើនេះយើងពេញប៉ុណ្ណឹងបានហើយយើងមើលខាងក្រោមនេះខាងក្រោម3ហ្នឹងអញ្ចឹងយើងយកខាងក្រោមគេ upload from phone ហ្នឹងមកដើម្បីដាក់កន្លែងខ្ញុំប្រាប់បងប្អូនឲ្យកន្លែងខ្ញុំប្រាប់បងប្អូនឲ្យកន្លែង screenshot អញ្ចឹងយើង screenshot យកមកដាក់កន្លែងហ្នឹងមកបាទបន្តមកទៀតបងប្អូនចុចកន្លែងនោះកន្លែង send ផ្ញើទៅបាទអញ្ចឹងយើងគ្រាន់ចុច send ផ្ញើទៅហ្នឹងឥឡូវយើងផ្ញើបានជោគជ័យបងប្អូនអរគ្នាអញ្ចឹងយើងរងចាំក្រុមហ៊ុនគេ approve រយៈពេល3ទៅ7ថ្ងៃអញ្ចឹងបើសិនជាយើងស្នើម្ដងអត់បានទេយើងស្នើម្ដងទៅ2ដងទៅបងប្អូនអរគ្នាយើងស្នើយូរទៅវាបានហើយអញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាបើសិនជាបងប្អូនអរគ្នាគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូនអរគ្នាកុំភ្លេចចុច like share follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានចំណេះដឹងថ្មីៗទៀតអរគុណជួបខ្ញុំនៅវីដេអូក្រោយទៀតបងប្អូនអរគ្នាបាយបាយ